អារម្មណ៍មិនល្អនាំឲ្យចាញ់រឿងចចកទោសៈនៅលើភពផែនដីមួយនេះគឺជាលំនៅរបស់សត្វគ្រប់ត្រកូលតែដោយសារតែការរស់នៅនេះហើយទើបធ្វើឲ្យមានបញ្ហាមិនចេះចប់មិនចេះហើយទាំងរឿងការងាររឿងផ្ទាល់ខ្លួននិងបញ្ហារួមនៅនារដូវវស្សាតែងតែមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរៀងរាល់ថ្ងៃសត្វដែលមានតម្រូវការរុក្ខជាតិជាអាហារគឺមានក្តីរីករាយព្រោះតែព្រៃព្រឹក្សាទាំងឡាយលូតលាស់ស្រស់បំព្រងដោយដំណក់ទឹកភ្លៀងតែចចកមួយក្រុមបែរជាជួបនឹងការស្រេកឃ្លានយ៉ាងខ្លាំងដោយសារតែចាញ់ទៅរកអាហារមិនកើតថ្ងៃមួយមានទន្សាយប្រមាណជា 4-5 ក្បាលកំពុងតែដើរឆីត្រួយត្រកួនក្បែរនឹងរូងរបស់ចចកដោយមិនដឹងថាទីនោះគឺជាលំនៅឋានរបស់ចចកឡើយឃើញបែបនោះចចកក៏ស្រែកពីក្នុងរូងរបស់ខ្លួនមកថាយើអាចទន្សាយមិនស្ដាយជីវិតឯងកំពុងតែបញ្ឈឺចិត្តអញឬពេលអញអត់ចំណីអាហារទៅណាមិនរួចយ៉ាងនេះគ្រាន់តែលើបែបនោះទន្សាយក៏រត់មិនងាកក្រោយយកទៅប្រះអាយុរៀងខ្លួនព្រោះខ្លាចនឹងសេចក្តីស្លាប់តើមានចិត្តឯណាទៅបញ្ឈឺឌឺដងថ្វីជាមួយនឹងចចកនោះគឺពេលដែលដើររកចំណីបន់មួយថ្ងៃរាប់រយដងខ្លាចក្រែងតែជួបនឹងពពួកសត្វដែលមានចិត្តសាហាវប្រើក្រញាំប្រើចង្កូមប្រហារខ្លួននឹងឯងដោយអត់អាហារផងចេញទៅណាមិនកើតផងហើយឃើញសត្វដែលជាចំណីរបស់ខ្លួនដែលរកចំណីបានដោយរីករាយបែបនោះចចកក៏មានចិត្តខឹងយ៉ាងខ្លាំងតាំងបង្កគុំនុំឡើងជាមួយនឹងពួកទន្សាយមេហ្វូងចចកក៏ប្រជុំគ្នាប្រកាសចង់អាឃាតជាមួយនឹងពួកទន្សាយថាចាប់ពីពេលនេះតទៅត្រូវតែតាមសម្លាប់ចាប់ប្រហារពួកអាទន្សាយឲ្យអស់បើទោះជាយើងស៊ីឆ្អែតហើយក៏ដោយក៏មិនត្រូវចាំស្អែកដែរគឺត្រូវតែប្រហារចោលតែម្ដងក្រោយមកចចកជាមេហ្វូងក៏ប្រើកូនចៅរបស់ខ្លួនឲ្យដើរស្រែកប្រកាសក្តែងថាត្រូវតែសម្លាប់ពួកអាទន្សាយឲ្យអស់កូនចៅរបស់ចចកក៏ចេះតែស្រែកបែបនោះទោះបីជាមិនឃើញទន្សាយក៏ដោយទន្សាយកាលបើបានឮដូច្នោះហើយក៏ផិតភ័យណាស់ព្រោះសូម្បីតែពេលដើររកចំណីនោះគឺភ័យខ្លាចជួបនឹងពួកចចកទៅហើយចាប់ពីពេលនោះមកចចកក៏ចេះតែដើរស្វែងរកពួកទន្សាយតែរកមិនប្រទះភ្នែកសោះព្រោះពួកទន្សាយចេះប្រុងប្រយ័ត្នការពារខ្លួនដោយដឹងថាពេលណាគួរនិងពេលណាមិនគួរចេញក្រៅនោះដែរចចកកាន់តែខឹងខ្លាំងឡើងមេហ្វូងក៏បញ្ជាឲ្យកូនចៅដើររកទាំងយប់ទាំងថ្ងៃមិនសំចៃកម្លាំងឡើយធ្វើយ៉ាងណាត្រូវតែរកទន្សាយឲ្យឃើញកាន់តែយូរទៅកូនចៅចចកទាំងអស់កាន់តែហត់នឿយល្វើយអស់កម្លាំងនិងនៅតែមិនប្រទះឃើញពួកទន្សាយសោះមេចចកក៏រឹតតែមានកំហឹងទ្វេដងធ្វើឲ្យដេកមិនលក់ស៊ីក៏មិនឆ្ងាញ់វាក៏សម្លុតគំរាមកូនចៅទាំងអស់ថាត្រូវតែធ្វើការនេះឲ្យសម្រេចបើមិនដូច្នោះទេគឺត្រូវទទួលពិន័យមិនខានឡើយខណៈនោះកូនចចកមួយបាននិយាយនឹងមេហ្វូងវិញថាសូមទានយកយល់ផងចោះព្រោះថាយូរហើយពួកយើងប្រឹងទាំងថ្ងៃទាំងយប់មិនសំចៃកម្លាំងលួចខ្ជិលឡើយហើយពេលនេះបើលោកម្ចាស់ដាក់ពិន័យដល់ពួកយើងក៏វានៅតែរកមិនឃើញដែរព្រោះគេក៏ចេះរក្សាការពារអាយុជីវិតរបស់គេដូចតែគ្នានឹងចចកជាមេក្រុមរត់តែខឹងថែមទៀតទៅនឹងការនិយាយស្ដីរបស់កូនចចកពេលនោះវាកំពុងតែមានកំហឹងខ្លាំងស្រាប់ហើយផងតប់ចិត្តលេងបានក៏ស្ទុះទៅប្រហារកូនចចកនោះដោយចង្កូមដ៏មុតស្រួយរបស់ខ្លួនហើយស្រែកក្តែងឡើងថាអ្នកណាមួយបើហ៊ានប្រឆាំងនឹងអញគឺមានតែងាប់បែបនេះឯងរីឯពួកហែងឯទៀតត្រូវធ្វើឲ្យបានបើមិនដូច្នោះទេគឺឃើញលទ្ធផលនៅមុខនេះស្រាប់ហើយថាហើយមេចចកក៏ដើរចេញទៅកូនចចកទាំងឡាយក៏ប្រជុំនាំគ្នាគិតថាឥឡូវនេះតើយើងគួរធ្វើយ៉ាងដូចម្តេចទៅបើធ្វើមិនបានគឺស្លាប់ម្យ៉ាងទន្សាយក៏មិនមែនល្ងងឈរឲ្យយើងសម្រាប់គេឯណាមួយដោយសារតែរឿងនេះពួកយើងហត់នឿយអស់ធម៌ពលពីខ្លួនអស់ទៅហើយទៅថ្ងៃមុខគឺពួកយើងនឹងជួបនៅបញ្ហា3យ៉ាងគឺ1យើងមិនប្រកាសថាលទ្ធផលវិជ្ជមានឬអវិជ្ជមាននោះទេ2ពួកយើងងាយនឹងទទួលការទម្លាក់កំហុសពីមេរបស់យើងណាស់ព្រោះគាត់កំពុងតែមានអារម្មណ៍ឆេវឆាវស្រាប់និងយើងក៏បារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ3យើងគ្មានកម្លាំងចិត្តឯណាធ្វើការកើតទៅបើឃើញក្តីស្លាប់នៅនឹងមុខបែបនេះហើយនោះបើធ្វើវាគ្មានកម្លាំងចិត្តក្នុងការធ្វើតែបើធ្វើមិនបានគឺមានតែការពិន័យយ៉ាងធ្ងន់ធ្ងរគឺស្លាប់បែបនេះគិតហើយកូនចចកទាំងឡាយក៏នាំគ្នាសម្រេចចិត្តថា
ពួកយើងមានតែចាកចេញពីទីនេះទេទើបរក្សាបានទាំងជីវិតនិងការជៀសផុតពីការគំរាមកំហែងនេះបានកូនចចកទាំងអស់ក៏នាំគ្នាចាកចេញពីទីនោះទៅរស់នៅទីផ្សេងពេលព្រឹកឡើងចចកជាមេហ្វូងក៏ភ្ញាក់ពីរំនេកតែបែរជាមិនឃើញកូនចៅចេញមកអែបអង្សដោយសពដងវាក៏ស្រែកកំហែងរកកូនចៅតែនៅតែមិនឮការឆ្លើយតបមកវិញសោះចចកក៏ស្ទុះចេញមកខាងក្រៅស្រែកឡូឡាតែម្នាក់ឯងពេលនោះស្រាប់តែលេចចេញនៅចចកមួយក្រុមផ្សេងទៀតដែលកំពុងតែដើរស្វែងរកកន្លែងតាំងទីអាណាចក្ររបស់ខ្លួនហើយក៏បានពើប្រទះគ្នានឹងចចកជាមេវងដែលកូនចៅរត់ចោលនោះចចកមួយក្រុមនោះក៏ចាប់ផ្ដើមតតាំងវាយប្រហារមកលើចចកដែលកូនចៅរត់ចោលនោះភ្លាមដោយសារតែមានតែម្នាក់ឯងយ៉ាងនេះធ្វើមិនដេចនឹងតតាំងជាមួយនឹងគេបានទៅបើទោះជាខំស្រែកហៅកូនចៅឲ្យមកជួយយ៉ាងណាក៏គ្មាននរណានៅក្បែរទីបំផុតកុំថាឡើយអាចប្រហារពួកទន្សាយបានតែសូម្បីតែជីវិតរបស់ខ្លួនពេលនោះក៏រិសាមិនគង់ផងបន្តិចក្រោយមកគឺចចកនោះដល់នៅក្តីមរណាទាំងសាកសពខ្លួនក៏คล้ายជាចំណីរបស់ចចកមួយក្រុមនោះក្នុងគ្រានោះហងអារម្មណ៍មិនល្អជាប្រភពនៃបរាជ័យគ្រប់យ៉ាងអារម្មណ៍ល្អជាប្រភពជោគជ័យក្នុងការបញ្ជាតែអារម្មណ៍មិនល្អធ្វើឲ្យការបញ្ជាគ្មានប្រសិទ្ធភាពអារម្មណ៍មិនល្អធ្វើឲ្យសុញក្នុងការគិតបែកបាក់ចាញ់រួបរួមឈ្នះសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់សូមចុច Subscribe Like Share និង Comment នៅគតិអប់រំដែលទទួលបាននៅក្នុងរឿងនេះសូមអរគុណ